ការពិតជ្រូកពីមុនមិនមែនខ្ជិលដូចអ្វីដែលយើងគ្រប់គ្នានិយាយនោះទេហើយក៏មិនដូចអ្វីដែលយើងឃើញតែសប្តាហ៍ថ្ងៃនេះដែរគឺឧស្សាហ៍ណាស់មិនល្មមស៊ីនឹងខ្ជិលច្រអូសទេការដាំឡើយជ្រូកមិនត្រឹមតែចេះធ្វើស្រែចម្ការប៉ុណ្ណោះទេថែមទាំងអាចជួយម្ចាស់អូសទេដឹងអស់ដឹកស្បៀងបានមិនចាញ់គោសេះលាប៉ុន្មានទេហើយមនុស្សសម័យនោះចាត់ទុកជ្រូកជាសត្វនាំសំណាងនិងនាំទ្រព្យសម្បត្តិថែមទៀតផងនៅពេលមានបុណ្យទានម្ដងពួកគេតែងយករូបជ្រូកបិទតាមទ្វារជញ្ជាំងថែមទៀតផងតើអ្នកដឹងទេថាហេតុអីជ្រូកបែរជាប្រែក្លាយដូចសពថ្ងៃនេះគឺពូកែស៊ីនិងពូកែដេករឿងបានដំណើរថាមានគ្រួសារមួយគាត់បានចិញ្ចឹមឆ្កែមួយក្បាលនិងជ្រូកមួយក្បាលព្រោះថាជ្រូកគឺមានចរិតស្លូតណាស់ហើយវាថែមទាំងមានសមត្ថភាពអាចជួយកសិករធ្វើការបានច្រើនមុខមនុស្សហើយផ្ទះនីមួយៗគេច្រើនតែចិញ្ចឹមជ្រូកជាច្រើនក្បាលដើម្បីជួយសម្រាលការងារពួកគេនៅថ្ងៃនោះលោកតាកៅបានទៅចំការជាធម្មតាប៉ុន្តែថ្ងៃនោះមេឃហាក់ក្តៅខ្លាំងខុសធម្មតាមិនយូរប៉ុន្មានលោកតាកៅហាក់មានអារម្មណ៍ព្រើភ្នែកនិងវើមុខជាខ្លាំងក៏ធ្វើឲ្យគាត់ដួលសន្លប់ទៅនឹងដីសំណាងល្អដែលប្រពន្ធយកបាយមកឲ្យហើយក៏ឃើញទាន់ពេលគាត់ដេកឈឺក៏គិតថាចិត្តហួសរដូវដាំដុះហើយប្រហែលជាធ្វើមិនទាន់ទេលោកតាកៅព្រោះតែធ្លាក់ខ្លួនឈឺមិនអាចទៅចំការបានទេគាត់ក៏ហៅសត្វឆ្កែនិងជ្រូកដែលគាត់ចិញ្ចឹមក៏សួរពួកគេថាអាចទៅជួយធ្វើដេកចំការបង្ហើយជំនួសគាត់បានអត់ជ្រូកក៏មិនបានគិតអ្វីច្រើនក៏មកក្បាលយកព្រមឆ្កែគេមិនចង់ទេតែដោយសារម្ចាស់គាត់បានប្រាហើយក៏យកព្រមទាំងបង្ខំបន្ទាប់មកជ្រូកនិងឆ្កែក៏បណ្ដាគ្នាទៅធ្វើចំការពេលដល់ហើយក៏ឃើញដីទំនេរមិនទាន់បានដាំដុះសត្វឆ្កែគេមើលដោយភ្ញាក់ផ្អើលគេក៏បានរត់ទៅក្រឡឹងលើដីនោះហើយក៏ឃើញថាសុទ្ធតែស្មៅឡើងក្រាស់និងមានដុំធ្មូចជាច្រើនទៀតផងក៏មិនដឹងថាចាប់ផ្ដើមពីណាទៅណាដូច្នេះក៏មកដេកសម្រាប់មិនដឹងធ្វើម៉េចព្រោះថាគេមិនអាចធ្វើកើតនោះទេចំណែកជ្រូកគេមិនស្វែងយល់អ្វីនោះទេគេក៏បានដើរសម្ដៅទៅដីដែលត្រូវភ្ជួរនោះគេក៏សាកយកច្រមុះរបស់រុញសើក៏ដឹងថាដីមិនរឹងពេកទេបន្ទាប់មកគេក៏យកច្រមុះរបស់គេឈ្មោះបំបែកដីឆ្កែឃើញឡើងស្រឡាំងកាំងហើយក៏ដកដង្ហើមធំម្ដងហើយម្ដងទៀតតែគេនៅតែមិនព្រមទៅជួយជ្រូកទេគេក៏ដាក់ខ្លួនដេកស្រមុកទៅនឹងដីនៅសម័យបុរាណសត្វជ្រូកគឺតំណាងឲ្យសេចក្តីល្អមិនពុតបុតស្មោះត្រង់ជ្រូកខំធ្វើការមិនហានសម្រាប់ទេគេបានភ្ជួរមួយរងហើយមួយរងទៀតអស់រយៈពេលជាច្រើនម៉ោងមេឃក៏ចាប់ផ្ដើមប្រលប់ហើយដែរជ្រូកទីបំផុតក៏បានភ្ជួរដីរួចគេក៏បានដើរមកដាស់ឆ្កែឲ្យភ្ញាក់ដើម្បីទៅផ្ទះជាមួយគ្នាពេលឆ្កែភ្ញាក់មកក៏ឃើញដីត្រូវជ្រូកធ្វើហើយរំពេចនោះគេក៏នឹកឃើញល្បិចមួយគេក៏ប្រាប់ជ្រូកឲ្យទៅផ្ទះមុនទៅគេថាគេរត់លឿនមិនអីទេគេនឹងទៅតាមក្រោយជ្រូកក៏មិនគិតច្រើនអ្វីដែរគេក៏បានដើរត្រឡប់ទៅផ្ទះវិញទៅណាទៅដឹងថាគ្រាន់តែជ្រូកចេញទៅភ្លាមឆ្កែក៏ប្រញាប់ចាប់ផ្ដើមគម្រោងការរបស់គេវាក៏បានដើរលុបដើមជើងរបស់ជ្រូករួចហើយវាក៏ដើរឲ្យមានតែដើមជើងវាពេលធ្វើរួចរាល់ហើយវាក៏ប្រញាប់រត់មកផ្ទះហើយរាយការណ៍ប្រាប់ម្ចាស់ថាដីវាអ្នកធ្វើរួចអស់ហើយម្ចាស់ក៏សួរអំពីជ្រូកវាប្រាប់ថាជ្រូកទៅដល់ស្រែគឺដេកតែម្ដងការពិតលោកតាកៅក៏មិនសូវជឿសម្ដីឆ្កែប៉ុន្មានទេព្រោះគាត់ដឹងថាជ្រូកជាសត្វឧស្សាហ៍មិនសមនឹងធ្វើរឿងចឹងនោះទេគាត់ក៏បានកាន់ឈើច្រត់ដើរទៅមើលក៏ឃើញថានៅលើដីឃើញសុទ្ធតែដើមជើងឆ្កែក៏យល់ថាដូចអ្វីដែលឆ្កែនិយាយមែនគៀបពិតជាខឹងជ្រូកជាខ្លាំងក៏ប្រញាប់ដើរមកផ្ទះវិញក៏មិននិយាយអ្វីច្រើនដែរក៏ចាប់ស្លឹកត្រចៀកជ្រូកអូជាយកទៅឃុំនៅក្នុងទ្រុងជ្រូកហើយនិយាយថាពីថ្ងៃនេះទៅមិនឲ្យឯងចេញទៅណាទាំងអស់ជ្រូកគេសង្ឃឹមថាមកវិញម្ចាស់នឹងសរសើរគេតែផ្ទុយទៅវិញបែរជាជាប់នៅក្នុងទ្រុងលុះពេលមើលឃើញម្ចាស់ថ្នាក់ធ្នមឆ្កែបានគេយល់ថាវាមានរឿងអ្វីកើតឡើងវាបានមើលទៅឆ្កែមើលហើយមើលទៀតដោយមិនអស់ចិត្តជ្រូកវាក៏មិនចេះបកស្រាយច្រើនដូច្នេះហើយវាគ្រាន់តែរកកន្លែងមួយដើម្បីដេកឲ្យស្រួលមិនខ្ជិលមាត់កចាប់ពីពេលនោះមកជ្រូកមួយថ្ងៃគេស៊ីហើយដេកហើយក៏ស៊ីគេក៏មិនចេញទៅក្រៅដើម្បីធ្វើការអ្វីទៀតទេយូរទៅមនុស្សឲ្យតែអ្នកណារៀងខ្ជិលក៏នាំគ្នាថាអាជ្រូកកំខ្ជិល